xa bài thì nên cứ bằng hai ở khơi cho bác bất chỉ miền ca cho trái còng tóc ở chẳng mẹ nhưng xua ta tai chủng lại ấy đai thế miền ca cho trái còng tóc tao thằng đặng nuông bò tê rót xem cái đai thui chẳng đai thế cái miền hồ hai tầng chẳng đôi khi khó bàn tay không lẽ cả nạ là biết cày plei ca chẳng cứ vì cùng rõ nè pro để xa ấy propon sắp sai nơi bờ tây kế vì riêng tăng tay hay cái tam đàn sát tới để cho nên ai đừngรัฐบาลអាចផ្្លាត់ស្នៀតនៅក្នុងការដែលជជែកក្រោមតុកច្រើនពេកទៅធ្វើឲ្យគេមានមន្ទិលអីចឹងប៉ុន្តែមិនមែនខុសឆ្គងឲ្យពេលខ្លះអាទៅជែកលើតុកហ្នឹងគឺវាផ្លូវការវាមានគេថតសម្លេងជាផ្លូវការផងវាមានសារព័ត៌មានផងវាមានអីជួនកាលរឿងខ្លះអត់ត្រូវក្តៅកគុកវាទៅជាក្តៅកគុកឯងបងប្អូនដឹងហើយឃើញនៅសេតវិមានពេលដែលលោកZelensky មកជួបលោក Donald Trump ម្ដងណានោះហើយស្រាប់តែមានការឆ្លោះគ្នាតឹងសរសៃកនៅមុខអ្នកសារព័ត៌មានទាំងអស់បែបនេះគឺអាហ្នឹងគឺវាជារឿងមួយដែលអាក្រក់ផ្នែកឬក៏វាដូចថាសគាជាដែរប៉ុន្តែអានេះគឺជាបែបបទដែលកើតឡើងជាហោហែដែរទៅគាត់ថារឿងលួចថតសម្លេងនេះគឺជាទូទៅមានកម្រណាហើយខ្ញុំនឹងបញ្យល់ថាតើអ្វីជាផលវិបាករបស់វាមួយទៀតរឿងតាក់ទងសាធារណជនជាតិអ្វីខ្លះពីកម្ពុជាហ្នឹងគឺតាក់ទងនឹងរឿងលោកហ៊ុនសែននៅតែជានាយករដ្ឋមន្ត្រីរបស់កម្ពុជាបើទោះបីជាលោកមានងារជាប្រធានព្រឹទ្ធសភាក៏ដោយក្នុងន័យនេះគឺចង់បាននិយាយថាអំណាចគ្រប់គ្រងរដ្ឋទាំងអស់ហ្នឹងគឺនៅតែស្ថិតនៅក្នុងដៃរបស់លោកហ៊ុនសែននៅឡើយទេគឺមិនមែនជាលោកហ៊ុនម៉ាណែតទេលោកហ៊ុនម៉ាណែតហ្នឹងគ្រាន់តែជារបៀបដូចជាថាអ្នកដែលគ្រាន់តែយកមកគ្រាន់តែកំដរឆាកអីអញ្ចឹងណាហើយជាការពិតគឺនៅក្នុងន័យអញ្ចឹងព្រោះអីនៅពេលដែលបៃថងឋានជែកជាមួយនឹងភាគីកម្ពុជាគឺទៅនិយាយជាមួយលោកហ៊ុនសែនទៅវិញមិនមែននៅក្នុងន័យហ្នឹងយើងឃើញហើយអង្គវក៏អីលាក់នឹងលាក់ស្នើសុំឲ្យជួយបទូបថយកន្លែងនេះអញ្ចឹងទៅដើម្បីចង់បានអីខាងថៃឲ្យវិញអីអញ្ចឹងទៅមួយទៀតគឺយើងដឹងហើយថាសម្ដីរបស់លោកហ៊ុនសែនពេលដែលជជែកនៅក្នុងនេះត្រូវបានជាគេហៅថាជជែកតំណាងឲ្យជាតិណាមិនតំណាងឲ្យបុគ្គលទេគឺតំណាងឲ្យរដ្ឋាភិបាលកម្ពុជាតែម្ដងរឿងដែលខ្ញុំថាការជជែកនេះជាតំណាងឲ្យរដ្ឋាភិបាលដោយសារអីនៅពេលដែលទូតថៃឬក៏រដ្ឋមន្ត្រីការបរទេសថៃឬរដ្ឋាភិបាលថៃតែម្ដងដែលខកចិត្តអារឿងសារបែកធ្លាយហ្នឹងគឺពេលដែលកោះហៅទូតខ្មែរទៅទទួលលិខិតសម្ដែងការខកចិត្តអីហ្នឹងគឺគេហៅយើងក្នុងនាមជាប្រទេសមិនមែនហៅយើងក្នុងនាមជាបុគ្គលទេបើទោះបីជារឿងដែលជជែកហ្នឹងគឺបៃថងឋានជជែកជាមួយលោកហ៊ុនសែនក្នុងនាមជាបុគ្គលអាចជាប្រធានព្រឹទ្ធសភាអីក៏ពិតមែនប៉ុន្តែដល់ពេលហៅតំណាងទូតខ្មែរហៅក្នុងនាមជាប្រទេសប្រជាជាតិជាមុខមាត់ជាកិត្តិយសជាតិរបស់យើងតែឲ្យថៃហ្នឹងគេហៅយើងដើម្បីឲ្យលិខិតខកចិត្តឲ្យខ្ញុំនឹងបង្ហាញអំពីហេតុអីបានជាថៃខកចិត្តអីខ្លាំងម្ល៉េះចាស់ខ្មែរអត់ចេះខកចិត្តទេអីគេយើងធ្វើបំពេញប្រព្រឹត្តប្រទេសផ្ដាស់មកលើភាគីកម្ពុជាមកកណ្ដោក៏ដឹកខ្មែរអត់ចេះខកចិត្តទេខ្ញុំនឹងនិយាយរឿងនឹងដែរបងប្អូនតែម្ដងទៀតចែកក្រូចឲ្យដាច់ពីផ្លែប៉ោមរឿងខកចិត្តរបស់កម្ពុជាគឺយើងខកចិត្តច្រើនរឿងហើយខ្ញុំក៏នៅតែខកចិត្តហើយខ្ញុំនៅតែអត់មានដូរចំហទេគឺភាគីថៃដែលតំណាងឲ្យយោធាថៃគឺធ្វើផ្ដេសផ្ដាស់ច្រើនរឿងណាស់តាំងពីបិទព្រំដែនតាំងពីបាញ់ទាហានខ្មែរតាំងពីប្រមានផ្ដាច់អ៊ីនធឺណិតឬក៏សេវាភ្លើងឬក៏អ្វីផ្សេងទៀតវីសារាយបលាលួសឬក៏បរិយាតបរិយាអីលាក់នឹងលាក់សារនយោបាយអីផ្លែកពីខាងក្រមយោធាដែលចង់បៃចង់បាញ់ចង់កាប់ចាក់អីហ្នឹងគឺជារឿងផ្ដេសផ្ដាស់គ្រប់រឿងមកក៏យើងដឹងដែរថាជារឿងអំពើមិនត្រឹមត្រូវទេហើយយើងនៅតែថ្កោលទោសនៅភាពផ្ដេសផ្ដាស់ហ្នឹងដែលធ្វើឲ្យស្ថានភាពព្រំដែននឹងវាតានតឹងរឿងនេះអត់មានអីដែលត្រូវផ្លាស់ប្ដូរសោះវាជារឿងអង្គហេតុពិតគឺកម្ពុជាគឺជាជនរងគ្រោះនៃអំពើផ្ដេសផ្ដាស់របស់យោធាថៃក៏ប៉ុន្តែនេះយើងនិយាយអំពីរដ្ឋាភិបាលថៃបើន័យថាអ្នកស្រីបៃថងឋានគឺតំណាងឲ្យរដ្ឋាភិបាលថៃហើយយើងក៏ដឹងដែរថារដ្ឋាភិបាលថៃហើយនិងយោធាថៃអត់ត្រូវគ្នាទេបងប្អូនក៏គួរតែដឹងច្បាស់ដែរមិនអញ្ចឹងហ៎អ្វីដែលយោធាថៃធ្វើមិនមែនជាអ្វីដែលរដ្ឋាភិបាលថៃធ្វើទេព្រោះរដ្ឋាភិបាលថៃតាមអ្នកស្រីបៃថងឋានគឺបាននិយាយនៅក្នុងសារសន្ទនាគ្នានៅថ្ងៃទី15ខែមិថុនាដែលបែកធ្លាយហ្នឹងគឺបាននិយាយថាថៃទាហានថៃគឺប្រឆាំងនឹងរដ្ឋាភិបាលថៃគ្រប់រឿង
ហើយធ្វើអីស្រេចតែក្បាលចិត្តចង់បានប៉ុនជាមានមនុស្សមានជំងឺតួឯងទៅគាត់និយាយទៅដល់រឿងមេយោធាភូមិភាគ2លោកប៊ុនសិនបាត់ខ្លាំងហ្នឹងដែលថាជាមនុស្សចង់បានតែមុខតែមាត់អីយកលុយយកអីអញ្ចឹងទៅហើយកុំស្ដាប់ការនិយាយរបស់គាត់អត់ប្រយោជន៍ទេព្រោះមិនមែនតំណាងឲ្យរដ្ឋាភិបាលឃើញទេប៉ុន្តែអ្វីដែលធ្វើគឺភាគីដែលធ្វើប្រព្រឹត្តប្រេះផ្ដាស់ហ្នឹងគឺខាងភាគីថៃហើយយើងឆ្លោះគ្នាជាមួយនឹងភាគីខាងយោធាតាមិនមែនជាមួយនឹងរដ្ឋាភិបាលថៃប្រមាណទេរដ្ឋាភិបាលថៃហ្នឹងគឺចាំតែស្ដារនៅអំពើរបស់យោធាថៃហើយយើងទាំងអស់គ្នាសួរថាយើងស្អប់រដ្ឋាភិបាលថៃឬក៏យ៉ាងម៉េចអារឿងពាក្យស្អប់ខ្ពើមនេះយើងមិនអាចនិយាយកើតទេយើងគ្រាន់តែចង់និយាយថារដ្ឋាភិបាលថៃខ្លួនឯងហ្នឹងក៏អសមត្ថភាពនៅក្នុងការដែលគ្រប់គ្រងស្ថានភាពស្រុកទេសដែរដោយសារអីដោយសារតែខ្លួនខ្លាចតែយោធាថៃធ្វើរដ្ឋប្រហារអញ្ចឹងធ្វើឲ្យខ្លួនទាល់ច្រកគ្មានអ្វីជ្រើសរើសក្រៅតែពីទប់ដល់ពេលណាដែលគេធ្វើរដ្ឋប្រហារគឺធ្វើឲ្យបន្ទប់បានចេះទប់អូសរហូតទៅហើយដោយសារតាយើងឃើញអ្វីដែលបៃថងឋានធ្វើជាមួយនឹងលោកនាយរដ្ឋមន្ត្រីហ៊ុនសែនក្រោយទ្វាតាមទ្វាក្រោយឬក្រមតុកណាមួយទៀតគឺយើងដឹងហើយថាកម្ពុជាមានប្រៀបលើរដ្ឋាភិបាលថៃគឺយើងគឺជាជនរងគ្រោះយើងមានប្រៀបលើគេខ្លាំងសម្បើមតែម្ដងនៅក្នុងន័យថាជាជនរងគ្រោះបងប្អូនភាពខ្លាំងរបស់យើងនេះគឺជាក្នុងប្រវត្តិសាស្ត្រគឺចារមកយ៉ាងច្បាស់ថាថៃគឺជាអ្នកបូលីទាហានថៃខ្ញុំចង់និយាយចេះមិនមែនរដ្ឋាភិបាលថៃទេគេគ្រប់រឿងដោយសារតែការតែបូលីនឹងឲ្យធ្វើបាបកម្ពុជាយើងធ្វើឲ្យយើងខ្លាចទៅជាជនរងគ្រោះហើយយើងជាជនរងគ្រោះបានន័យថាម៉េចគឺប្រតិកម្មរបស់ខ្មែរគឺតបទៅថៃវិញតែនៅក្នុងករណីដែលជាការពារខ្លួនការពារសេចក្តីថ្លៃថ្នូរកិត្តិយសរបស់ខ្មែរហើយខ្មែរធ្វើសំស្របនៅក្នុងការពេលខ្លះធ្វើខ្ញុំនិយាយរឿងហាមផ្លែឈើបន្លែថៃមិនអោយចូលបើតាមខ្ញុំថាបិទច្រកព្រំដែនចោលទាំងអស់តែម្ដងទៅទុកតែឲ្យច្រកពលករមកខ្មែរផងអាហ្នឹងបើតាមចិត្តពីមិនពេញចិត្តថៃណាប៉ុន្តែជាការពិតថ្នាក់ដឹកនាំកម្ពុជាក៏ជ្រើសរើសវិធី slow ដែរទុនភ្លុនដែរគឺបិទត្រឹមបន្លែនិងផ្លែឈើហើយនៅពេលដែលគេរាយការណ៍ថាបិទព្រំដែនហ្នឹងគឺលោកហ៊ុនសែនហ្នឹងខំមកការពារស្ដីឲ្យសារព័ត៌មានក្នុងស្រុកមួយឈ្មោះខ្មែរ Times ហ្នឹងថាដកស្រង់ប្រសាសន៍គាត់ខុសថាឲ្យបិទតែបន្លែផ្លែឈើមិនក៏ទៅប្រាប់ថាបិទដែនទាំងអស់អីអញ្ចឹងទៅធ្វើឲ្យកសែតថៃនឹងដកស្រង់ខុសសម្ដីរបស់លោកអីអញ្ចឹងខ្ញុំពិបាកដែរជួនកាលសម្ដីរបស់លោកហ៊ុនសែននឹងមាននៅលើ Facebook គ្រប់តែពេលដល់ហេតុអីបានជាកសែតថៃទៅដកស្រង់ចេញពីខ្មែរ Times វិញខ្ញុំអត់យល់ដែររឿងនេះវាច្បោកច្បល់មែនតើអញ្ចឹងខាងកសែតថៃហ្នឹងក៏អញ្ចឹងដែរពេលខ្លះតែយកអាព័ត៌មានមកពី Facebook របស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតប្រហែលជាមិនបានអ្វីដែលជាចំណុចដែលខ្លួនអាចចាក់ចុចឲ្យឆ្លោះគ្នាទៅអញ្ចឹងទៅយកពីខ្មែរ Times ដែលមានការឆក់ល្វែងឬក៏ដោយប្រការណាមួយខ្ញុំអត់ដឹងយកមកហែកថែមអញ្ចឹងទៅហើយដល់ពេលអញ្ចឹងទៅបានលោកហ៊ុនសែនឆ្លៀតឱកាសហ្នឹងក៏ឲ្យកសែតខ្មែរថៃនឹងកែតម្រូវថាគាត់មិនបានប្រាប់ថាបិទព្រំដែនទាំងអស់ទេគឺបានន័យថាបិទតែផ្លែឈើនឹងបន្លែក្នុងន័យនេះឃើញលោកហ៊ុនសែនគាត់ចង់បង្ហាញថាគាត់ទុនភ្លុនទេមិនចង់និយាយថាបិទព្រំដែនរឿងបិទព្រំដែនអត់ទាន់ជជែកបិទទេប៉ុន្តែការមិនបិទព្រំដែនហើយចង់បិទតែត្រឹមបន្លែហ្នឹងក៏វាអាចជាការដែលបានមកពីការសន្ទនាគ្នាជាមួយនឹងបៃថងឋានមុននឹងសារបែកធ្លាយដែរព្រោះអ្នកស្រីបៃថងឋានសូមឲ្យជួយបន្ទូបន្ថយអីខ្លះទៅកុំឲ្យបិទកុំឲ្យអីចឹងបានការបិទព្រំដែនហ្នឹងវាអត់មានទេបិទតែបន្លែបិទអីផ្លែឈើអីសិនអញ្ចឹងណាតែយ៉ាងណាក៏យើងឃើញកម្ពុជាមានប្រៀបខ្លាំងមែនតើនៅក្នុងហ្នឹងយ៉ាងនិយាយប្រៀបនៅក្នុងន័យថាជាជនរងគ្រោះនៃអំពើប្រេះផ្ដាស់របស់យោធាថៃខ្ញុំប្រាប់ថាយោធាថៃមិនមែនមិនថារដ្ឋាភិបាលថៃទេមួយទៀតគឺយើងឃើញតាមសារសន្ទនាហ្នឹងគឺបញ្ជាក់បន្ថែមមិនមែនបានន័យថាបើគ្មានសារសន្ទនាហ្នឹងយើងអត់ដឹងចំហភាគីកម្ពុជាយើងដឹងតាមានម៉ោងណាដែលលោកហ៊ុនម៉ាណែតមិនថ្លែងសារពីរឿងថាការពារបូរណភាពការពារដែនអធិបតេយ្យមានពេលណាដែលយើងមិនឮថាលោកហ៊ុនសែនថាការពារបូរណភាពដែនអធិបតេយ្យមានពេលណាដែលយើងមិនឮថាតំណាងក្រសួងការពារជាតិលោកទាសីហានិយាយពីការពារដែនអធិបតេយ្យបូរណភាពទឹកដីមិនឲ្យសត្រូវឈ្លានពានយើងត្រូវតែរួមសាមគ្គីគ្នាតើតាំងពីថ្ងៃ28ខែមីនាមកខែឧសភាមកមានដែលយើងមានដែលខកខាននៅក្នុងការ
លឺពាក្យហ្នឹងណាប៉ុន្តែនៅពេលនេះយើងគ្រាន់លឺបន្ថែមទៀតអំពីការតាំងចិត្តហ្នឹងសូម្បីតែក្នុងសារសន្ទនាឯកជនលឺលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបន្ថែមពាក្យថាតាំងចិត្តមុះមុតឃ្លាវខ្លាការពារដូចថាភាពខ្លាំងតម្លៃកិត្តិយសកម្ពុជារឿងព្រំដែនគឺបានន័យថាក្នុងន័យនេះគឺកម្ពុជាមានដងដាវកាន់នៅដៃរហូតគឺព្រៀបយើងគឺមានខ្លាំងមែនតើរហូតដល់ទៅអ្នកស្រីបៃថងឋានដែលតំណាងឲ្យភាគីថៃមកអោនលំទោនសុំអង្វរដើម្បីឲ្យជួយដោះស្រាយបញ្ហាយើងលឺឲ្យម៉ាត់ណាក៏អធិបតេយ្យម៉ាត់ណាក៏បូរណភាពទឹកដីគឺមិនឲ្យបរទេសមើងងាយប្រមាថជន់ជ្រីកិត្តិយសនៅក្នុងសារដែលនិយាយជាសម្ងាត់ក៏យើងឃើញថាលោកហ៊ុនសែនបានត្រៀមរៀបចំពាក្យពេចន៍យ៉ាងច្បាស់លាស់ហាក់បីដូចជាដឹងថាថ្ងៃណាមួយបលិចឃ្លាទៅសាធារណជនទៅក៏ដឹងថាឃ្លាហ្នឹងគឺមានដឹកនាំខ្មែរខែងរ៉ែងអញ្ចឹងបង្ហាញឲ្យឃើញអំពីភាពខ្លាំងជាមួយថៃចឹងក្នុងន័យនេះគឺយើងឃើញអំពីភាពអស្ចារ្យរបស់ថ្នាក់ដឹកនាំខ្មែរដែរមិនអញ្ចឹងទេយើងមានព្រៀបផងយើងហ៊ានឈរយ៉ាងខ្ពស់ខែងរ៉ែងចំពោះមុខប្រជាជាតិមួយដែលមានតំណាងប្រជាជាតិមួយគឺអ្នកស្រីបៃថងទូរស័ព្ទជាមួយយើងនៅក្នុងនាមថាមកអង្វរទៀតផងដូច្នេះយើងនឹងគឺមានភាពខ្លាំងណាស់ក្នុងប្រវត្តិសាស្ត្រមានដែលមានរឿងហ្នឹងអញ្ចឹងណាដោយសារតាមប្រវត្តិសាស្ត្រមិនដែលមានរឿងហ្នឹងមកពីណាហ្នឹងគឺខ្ញុំចង់និយាយអញ្ចឹងឆ្លៀតឱកាសហ្នឹងក៏ជាឱកាសសម្រាប់ឲ្យអ្នកនាំពាក្យរបស់លោកហ៊ុនសែនយើងដឹងហើយលោកជាធរិតគឺនិយាយប្រាប់ព័ន្ធផ្សព្វផ្សាយក្នុងស្រុកហ្នឹងរហូតដល់អួតសរសើរដល់ភាពអស្ចារ្យរបស់សម័យតេជោឬក៏ថាសម័យតកូលហ៊ុនទៀតផងលោករហូតតតែហ៊ានប្រើពាក្យថាថៃខ្លាចមេដឹកនាំខ្មែរសម័យដៃជោឬក៏យើងនិយាយជាខ្លីគឺសម័យដឹកនាំដោយក្រុមគ្រួសារតកូលហ៊ុននេះគឺខ្លាចសម្បើមដែរបើយើងមើលសាវតាខ្មែរអានេះតាមអ្វីដែលលោកជាធរិតលើកឡើងនៅក្នុងការផ្សាយរបស់សារព័ត៌មានក្នុងស្រុកគាត់ថាមានដឹកនាំខ្មែរកាលពីជំនាន់មុនច្រើនតែចំណោះសៀមត្រូវសៀមយកមកប្រើបានស្រេចចិត្តប៉ុន្តែមានដឹកនាំសម័យនេះគឺខែងរែងគឺចប់ត្រឹមសម័យដែលឃើញជាឱកាសសម្រាប់ថ្នាក់ដឹកនាំអ្នកនាំពាក្យយកមកដើម្បីបង្ហាញអំពីភាពមានព្រៀបរបស់ខ្មែរលើប្រទេសថៃតាមពិតយើងឃើញថាការមានព្រៀបនេះគឺមែនតើទៅគឺយើងឃើញមានព្រៀបច្រើនណាស់ដោយសារតែយើងជាជនរងគ្រោះមិនចឹងហើយយើងជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃដីរបស់យើងផងគឺដីតំបន់ប្រាសាទមុំបីប្រាសាទតំបន់តូចតំបន់ធំនិងប្រាសាទតាកបីដែលយើងមានទាំងនៅក្នុងផែនទីសន្ធិសញ្ញាបារាំង904 1907អីលាក់នឹងលាក់អីចឹងទៅដូច្នេះអាទាំងអស់ហ្នឹងគឺយើងចំពោះខ្ញុំវិញសឹងថាយើងមិនបាច់ធ្វើអីសោះក៏ឲ្យថៃធ្វើប្រទេសផ្ដាស់ក៏យើងឈ្នះគេដែរខ្ញុំនិយាយឈ្នះនេះគឺថាវាមិនដែលដេកចាំដាំជេរទេព្រោះគេមកដល់លបងផ្ទះគេមកវាយកាប់ចាក់យើងហើយយើងអត់តដៃខ្ញុំចង់និយាយអញ្ចេះថានៅក្នុងការដោះស្រាយដងដាវនៅលើយើងនេះគឺបានន័យថាយើងមានព្រៀបត្រង់ថាយើងមានច្បាប់អន្តរជាតិយើងមានឯកសារសន្ធិសញ្ញាបារាំងសៀមយើងមានផែនទីដែលគេយកមកប្រើនៅក្នុងសម័យដោះស្រាយរឿងក្តីព្រះវិហារដែលដាក់នៅក្នុងតុលាការអន្តរជាតិទីក្រុងឡាអេអីឡាក់នឹងឡាក់ដូច្នេះអាទាំងអស់នេះជាសាក្សីរស់ឯកសាររស់ដែលធ្វើឲ្យខ្មែរមិនអាចនឹងបាត់បង់អធិបតេយ្យនិងបូរណភាពបានទេថៃអាចរំលោភអាចបំពានបានក៏ប៉ុន្តែជាទីបំផុតគឺមានតុលាការអន្តរជាតិគេមើលការខុសត្រូវវាត្រូវតែប្រគល់ទាំងអស់នឹងមកឲ្យខ្មែរវិញជាក់ជាមិនខានទេនៅពេលដែលយើងប្រឹងផ្ដាល់ឬក៏មានការដោះស្រាយអញ្ចឹងណាតែយ៉ាងណាយើងឃើញស្មារតីខ្មែរយើងក៏អស្ចារ្យមួយទៀតដែរថាមានដឹកនាំខ្មែរគឺដងណាម៉ាត់ណាក៏ប្រើពាក្យថាស្មារតីរក្សាសុខសន្តិភាពប្រក្រតីភាពនៃផែនណៃព្រំប្រទល់ដែនខ្មែរថៃឡើងវិញចង់ឲ្យមានភាពជាអ្នកភូមិផងលបងជាមួយនឹងគ្នាល្អល្អកល្អើនឹងគ្នាចង់រក្សាភាពសុខដុមរមនាជាមួយគ្នានឹងគ្នាអញ្ចឹងដូច្នេះអានេះគឺជាតម្លៃរបស់ខ្មែរទេនៅក្នុងការសន្ទនាហ្នឹងអត់មានខុសឆ្គងអីនៅពេលដែលខ្មែរបង្ហាញអំពីចេតនាចង់ឲ្យមានភាពប្រក្រតីឲ្យប្រាប់ថាថៃទេដែលជាអ្នកនាំរឿងមុនបើទោះមិនមានសារសន្ទនាគ្នាហ្នឹងក៏យើងដឹងដែរថាថៃទេជាអ្នកនាំអាចមិនអញ្ចឹងណាដែលធ្វើឲ្យទាហានខ្មែរម្នាក់លោកសួនរោនបានបាត់បង់ជីវិតយ៉ាងអណោចអធមមិនអញ្ចឹងហើយមួយទៀត
ก็អាចបង្ហាញអំពីភាពម្ចាស់ការនៅក្នុងការសន្ទនារបស់ខ្មែរដែរដោយសារអីគឺយើងម្ចាស់ការទី1គឺយើងថតសលេងនៃការសន្ទនាគ្នាហ្នឹងព្រោះអាងថាបើថតទៅគឺលោកហ៊ុនសែនបានលើកឡើងថាថតសំឡេងហ្នឹងទៅដើម្បីទុកផ្ទៀងផ្ទាត់តកតងនឹងការងារមួយចំនួនខ្លាចខាងភាគីម្ខាងក្លេចក្លុចអីអញ្ចឹងទៅហើយតាមពិតការថតសំឡេងនេះគឺអាចជាប្រយោជន៍ហើយប្រហែលជាដោយសារតែរឿងជាប្រយោជន៍មួយនេះអាចធ្វើឲ្យរឿងនេះបែកធ្លាយដែរពេលដែលថតសំឡេងហ្នឹងគឺភាគីខាងបៃថងឋានគឺអត់ដឹងថាភាគីខាងលោកហ៊ុនសែនថតទេព្រោះអានេះអ្វីដែលអ្នកស្រីបៃថងឋានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថាភាគីកម្ពុជាអត់បានប្រាប់ថាកិច្ចសន្ទនាគ្នាសម្ងាត់ជាឯកជនហ្នឹងមានការលួចថតអញ្ចឹងទេព្រោះភាគីនោះអត់បានដឹងមុនប៉ុន្តែបើសិនជាលួចថតធ្វើមិនបានប្រាប់គេដឹងពងឆ្ងល់ដែរធ្វើមិនលួចធ្វើមិនហៅតែលួចថតមិនអញ្ចឹងតែលួចប៉ុន្តែថាមិនអោយអ្នកណាដឹងអូខេខ្ញុំចង់និយាយអញ្ចេះថាភាគីកម្ពុជាមែនតើទៅមិនមែនជាលើកទី1ទេបងប្អូនប្រហែលជាចាំដែរហើយថារឿងអាស័យហារឿងលើក្រែក្រោមក្រែស្អីណាទូរស័ព្ទស្អីហ្នឹងរឿងបែកធ្លាយអាខ្លះធ្លាយក៏បែកអាខ្លះឲ្យបែកធ្លាយហ្នឹងចេះតែធ្វើឲ្យបែកធ្លាយទេថាបែកធ្លាយទៅគឺចេតនាបែកធ្លាយពេញទឹកពេញដីជាមួយនឹងរឿងភាគីកម្ពុជាយើងហ្នឹងឡើងសោះហើយហ្នឹងរឿងលោកកឹមសុខាលោករៀលខេមរិនលោកលឺឡៃស្រេងរឿងណាផ្សេងទៀតហ្នឹងមកកណក៏ដឹកខ្វះអីឃើញតែផ្សព្វផ្សាយតែបែកធ្លាយវាទៅជារឿងស៊ំអីហ្នឹងប៉ុន្តែអាហ្នឹងគឺជារឿងបែកធ្លាយនៅក្នុងកម្រិតជាតិណាប៉ុន្តែម្ដងនេះគឺយើងបែកធ្លាយនៅក្នុងកម្រិតអន្តរជាតិដែលជារឿងមួយយើងលឺនៅអាមេរិកនេះយូរយើងមានម្ដងរវាងអ្នកដឹកនាំរដ្ឋនិងដឹកប្រធាននាយកបដីនិយាយតទៅនឹងតំណាងរាស្ត្រនៅក្នុងស្រុកប៉ុន្តែរឿងកម្រិតអន្តរជាតិហ្នឹងយើងកម្រឮសារបែកធ្លាយបែបនេះណាព្រោះអាសារបែកធ្លាយបែបនេះគឺវានឹងមានរឿងពីរបងប្អូនទី1គឺវានឹងធ្វើឲ្យជាតិសាសន៍អត់ត្រូវគ្នាទី2គឺធ្វើឲ្យប្រជាពលរដ្ឋទាំងសងខាងនឹងចោទមេដឹកនាំថាជាជនក្បត់ជាតិណាអាជនក្បត់ជាតិហ្នឹងគឺគេចោទអញ្ចឹងគឺក្នុងន័យអញ្ចេះក្នុងភាគីកម្ពុជាខ្ញុំជឿថាដោយសារតែលោកហ៊ុនសែនលើកឡើងអំពីបូរណភាពដែនដីភាពអស្ចារ្យរបស់កម្ពុជាអញ្ចឹងប្រជាពលរដ្ឋខ្មែរ 100% គឺច្បាស់ជាគ្រប់គ្រងការតតាំងជាមួយថៃនៅក្នុងភាពខែងរ៉ែងរបស់ខ្លួនជាភាពម្ចាស់ការច្បាស់ណាស់គឺនៅកាន់ជើងខាងលោកហ៊ុនសែនហើយខ្ញុំគ្មានអីឆ្ងល់ទេមិនអញ្ចឹងហ៎ប៉ុន្តែខាងភាគីថៃគឺគេច្បាស់ជាចោទលោកស្រីបៃថងឋានថាជាជនក្បត់ជាតិនៅក្នុងរឿងអីគឺទៅលួចសន្ទនាកិច្ចការងារសម្ងាត់ជាមួយរដ្ឋបរទេសដោយបំពេញទៅលើអ្វីដែលជាភាពខែងរ៉ែងរបស់រដ្ឋាភិបាលថៃជាពិសេសនៅពេលដែលទាហានថៃកំពុងតែខែងរ៉ែងនៅព្រំដែនអញ្ចឹងណាដែលពួកគេអាចថាចោទថាធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសន្តិសុខជាតិឬក៏បញ្ហាសំខាន់បំផុតថៃចោទអ្នកស្រីបៃថងឋានដែលថាលួចសន្ទនាគ្នាជាសម្ងាត់ជាមួយលោកហ៊ុនសែននេះហ្នឹងឲ្យតំណាងឲ្យជាតិថៃទាំងមូលហ្នឹងគឺថាធ្វើឲ្យអាប់អោនកិត្តិយសបាត់បង់សេចក្តីថ្លៃថ្នូរនិងភាពអង្អាចក្លាហានរបស់ជនជាតិថៃហើយអាពាក្យថាបើសិនជាគេចោទលោកស្រីបៃថងឋានជាជនក្បត់ជាតិនៅក្នុងន័យនេះមែនណាគឺគាត់អាចប្រឈមជាប់គុករហូតដល់30-40ឆ្នាំឯទៀតផងនៅប្រទេសថៃបើតាមច្បាប់ណាប៉ុន្តែខ្ញុំជឿថារឿងនេះគឺខ្ញុំនឹងបកស្រាយបញ្យលឥឡូវខ្ញុំបញ្យលពីរឿងខាងខ្មែរតើខាងថៃវិញយើងរៀនសូត្រអីគេខ្លះបានពីរឿងសារបែកធ្លាយនេះយើងជ្រាបអីគេខ្លះពីខាងភាគីថៃអ្វីដែលយើងដឹងពីខាងភាគីថៃគឺបៃថងឋានដែលជាក្រុមគ្រួសារតកូលថាក់ស៊ីននៅតែបន្តប្រើច្រកអញជួយឯងជួយអញជាលក្ខណៈគ្រួសារដដែលដើម្បីដោះស្រាយបញ្ហាជាតិយើងសួរថាខុសទេវាមិនខុសឆ្គងអីទេនៅក្នុងការដែលគាត់មានគេហៅថាច្រកមួយដែលគាត់ដឹងថាមានការអីបានខាងក្រមប្រទេសកម្ពុជាជួយគាត់ដែរពួកគាត់ទាល់ខ្លាំងណាស់គឺអ្នកស្រីបៃថងឋាននិងគ្រួសារថាក់ស៊ីននេះគឺទាល់ខ្លាំងមែនតើទាល់រហូតដល់គេហៅទាល់ច្រកពាក្យថាទាល់ច្រកហ្នឹងគឺបានន័យថាម៉េចជាអ្នកដែលកាន់កាប់រដ្ឋាភិបាលតែអត់មានអំណាចនៅក្នុងដៃតទៅសោះអំណាចរហូតដល់ទៅគ្រប់គ្រងព្រំដែនយ៉ាងអាចធ្វើបាននៅពេលដែលថៃទាហានថៃបិទព្រំដែនអ្នកស្រីបៃថងឋានបានតែត្រឹមមកចោទសួរថាចុះបើយើងបើកវិញទៅវាថៃ
ខាងភាគីទាហានថៃគេថាបើកមិនបាននៅតែបើកមិនបានអញ្ចឹងរដ្ឋាភិបាលថៃមិនទាន់ច្រកអញ្ចឹងគាត់ចាប់ផ្ដើមមានបញ្ហាជាមួយនឹងភាគីកម្ពុជានៅពេលដែលភាគីកម្ពុជាវិយបកទៅថៃវិញគឺវិយបកទៅទាហានតែវាប៉ះពាល់ដល់ការដឹកនាំរបស់រដ្ឋាភិបាលហើយទាហានចង់ឲ្យរដ្ឋាភិបាលនឹងខ្សោយដើម្បីឲ្យដឹងថារដ្ឋាភិបាលអសមត្ថភាពបើរដ្ឋាភិបាលថៃអសមត្ថភាពគឺប្រជាពលរដ្ឋថៃនឹងតវ៉ាស្រួលតែម្ដងទាហានឡើងមកធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលដើម្បីរៀបចំការបោះឆ្នោតឬក៏យកមេតបទាហានណាមួយយកមកកាន់ដោយកាលសម័យលោកប្រយុទ្ធច័ន្ទអូចាទៀតទៅរឿងហ្នឹងគឺអ្វីដែលប៉ះពាល់ហ្នឹងគឺអ្នកស្រីបៃថងឋានគឺយកច្រកអញជួយឯងជួយអញជាលក្ខណៈគ្រួសារដើម្បីជួយដោះស្ទាល់នៅក្នុងគ្រាដែលទាល់គឺទាល់ខ្លាំងមែនតើហើយបើមិនមានតំណែងតំណងរបៀបអញជួយឯងជួយអញជាលក្ខណៈគ្រួសារពីយូរហើយមកខ្ញុំជឿថាអ្នកស្រីបៃថងឋានក៏អត់បថុយនិយាយជាមួយលោកហ៊ុនសែនបានដែរព្រោះអីបើគេដឹងថាការនិយាយនេះមានមែនគឺខាងភាគីថៃក៏មិនអនុគ្រោះឲ្យគាត់ហើយនឹងទម្លាក់គាត់ពីនាយករដ្ឋមន្ត្រីនឹងនេះហើយនិយាយទៅសារបែកធ្លាយនេះគឺវាហាក់បីដូចជាជំឲ្យចំហនៅក្នុងការតតាំងទីមទាទម្លាក់អ្នកស្រីបៃថងឋានឲ្យបានកាន់តែឆាប់តែប៉ុណ្្នឹងទេខ្ញុំកាលមុននិយាយថាគាត់អាចនឹងមិនផុតពី24ម៉ោងទេប៉ុន្តែឥឡូវវាខុសពីការទូទីរបស់ខ្ញុំដែរដោយសារតែឃើញស្ថានភាពរបស់ថៃរៀងវិវត្តប្លែកបន្តិចដែរប៉ុន្តែបងប្អូនភាសាអង់គ្លេសគេហៅថា the beginning of an end បានន័យថាការចាប់ផ្ដើមនៃទីបញ្ចប់ទេព្រោះវាចាប់ផ្ដើមនឹងរលំបានន័យថាឥឡូវនេះនៅចាប់ផ្ដើមទប់បានក្នុងរយៈពេលខ្លីណាស់មួយខ្ញុំបញ្យល់ថាតើទប់បានយូរប៉ុណ្ណាហើយវានឹងដួលរលំនៅក្នុងពេលណាហើយហេតុអីបានជាភ័យថងឋាននៅពេលនេះនៅឈររឹងនៅក្រោយពេលមានកាសាបែកធ្លាយដែលគួរដែលគិតថាគាត់ច្បាស់ជាផុតមិនរួចពីការចោះចេញពីតំណែងបែរទៅជានៅខេញរ៉ែងអាចនៅរក្សាតំណែងនេះបានហើយបង្ហាញអំពីភាពស្និទ្ធស្នាលជាមួយយោធាបានទៀតតើវាហេតុអីឬក៏មានរឿងអីកើតឡើងនៅប្រទេសថៃហើយជាមន្ទិលអីគេខ្លះឬមួយក៏មានការជួយអីពីខាងរដ្ឋាភិបាលកម្ពុជាដូចច្រានទូបដោយទឹកឬក៏យ៉ាងម៉េចអានោះមានមន្ទិលច្រើនណាបងប្អូនចិត្តទៅសួរថាតើលោកហ៊ុនសែនធ្វើនេះដើម្បីសម្លាប់ភាគីថៃឬក៏ដើម្បីជួយសង្គ្រោះជីវិតភាគីថៃទៅតាមការយល់ឃើញរបស់ខ្ញុំដែរឥឡូវខ្ញុំបញ្យល់បន្តទៀតតកតងនឹងអញជួយអញជួយអញគឺភ័យថងឋានគឺទុកចិត្តលោកហ៊ុនសែនខ្លាំងមែនតើទុកចិត្តត្រកូលហ៊ុននឹងខ្លាំងមែនតើហើយព្រោះអីការចរចាក្រោមតុកជាលក្ខណៈសម្ងាត់ឃើញគាត់ហ៊ាននិយាយប្រើភាសារហូតតទៅហ៊ានវាយប្រហារតបទៀតរហូតតតែក្នុងសារបែកធ្លាយហ្នឹងយើងដឹងហើយគាត់ហ៊ានវាយប្រហារមេតបភូមិភាគ2លោកប៊ុនបាត់ខ្លាំងហ្នឹងថាជាមនុស្សនិយាយអត់បានការកុំឲ្យជឿកុំឲ្យខឹងប្រកែប្រកាន់អីចឹងនិយាយទៅគឺបន្ទាបបន្ថោកតម្លៃយោធាដែលកំពុងតែរករឿងចង់ទម្លាក់រដ្ឋាភិបាលគាត់ហើយមកនិយាយស្អំចិត្តឲ្យលោកហ៊ុនសែនកុំខឹងយោធាដើម្បីមើងងាយមើលស្រាលយោធាហ្នឹងប៉ុន្តែបើតាមការនិយាយបកប្រែជាភាសាអង់គ្លេសមិនសូវជាធ្ងន់ហ្មងទេនៅក្នុងការនិយាយរឿងយោធាប៉ុន្តែបើស្ដាប់មើលលោកឃ្លាំងហួតដែលបកប្រែឲ្យលោកនាយរដ្ឋមន្ត្រីហ៊ុនសែនស្ដាប់វិញគឺសុទ្ធតែអាហ្នឹងសិតថានាយករដ្ឋមន្ត្រីថៃហៅមេយោធានឹងសិតតាប៉ុន្តែខ្ញុំជឿថាបើខ្ញុំស្ដាប់ជាភាសាអង់គ្លេសមិនឮពីអាមឹងអញ្ចឹងដែរទេឬក៏យ៉ាងម៉េចព្រោះខ្ញុំអត់ចេះថៃតែខ្ញុំស្ដាប់ភាសាអង់គ្លេសប៉ុន្តែខាងភាសាខ្មែរហ្នឹងគឺហាក់បីដូចជាលោកឃ្លាំងហួតហ្នឹងក៏ព្យាយាមជួយធ្វើឲ្យពាក្យពេចន៍របស់អ្នកស្រីបថងឋានហ្នឹងវាមុតស្រួចដើម្បីឲ្យស្អប់មេទាហានថៃហ្នឹងដូចជាការចង់លួងចិត្តលោកហ៊ុនសែនហ្នឹងឲ្យថាកុំស្ដាប់មេទាហានថៃហ្នឹងគឺជាមេទាហានផ្ដេសផ្ដាស់អីអញ្ចឹងទៅចង់ជួយខាងបៃថងឋានអីអញ្ចឹងដូចថាលោកឃ្លាំងហួតហ្នឹងដើរតួលើសពីអ្នកបកប្រែដែរនៅក្នុងន័យហ្នឹងគឺក្នុងចង់និយាយថាជួយធ្វើម៉េចឲ្យឃើញពីភាពមិនបានការរបស់មេតបថៃដែលសម្លេងរបស់បៃថងឋាននិយាយមកហ្នឹងគឺចង់បន្ថែមនៅក្នុងន័យសម្រួលអញ្ចឹងទៀតណាប៉ុន្តែក៏យើងឃើញភាពម៉ាត់របស់លោកហ៊ុនសែនប្រាប់ថារឿងដែលអ្នកចាប់ផ្ដើមបញ្ហាគឺថៃជាការពិតថៃគឺជាអ្នកចាប់ផ្ដើមបញ្ហាប៉ុន្តែជារឿងទាហានមិនមែនជារឿងរដ្ឋាភិបាលទេអញ្ចឹងហើយបានរដ្ឋាភិបាលគាត់មកបង្វឲ្យលោកហ៊ុនសែនជួយហ្នឹងគឺកុំឲ្យគេផ្ដួលរំលំរដ្ឋាភិបាលកុំឲ្យប្រជាពលរដ្ឋហ្នឹងគឺនាំគ្នាតវ៉ាទម្លាក់អ្នកស្រីបៃថងឋានរំលាយរដ្ឋាភិបាលតកូលថាក់ស៊ីននឹងឯងព្រោះអីបៃថងឋាននិយាយថាឲ្យពូជួយក្មួយផង
ព្រោះអីសប្ងៃហ្នឹងជនជាតិថៃអ្នកនៅថៃដែលប្រឆាំងរដ្ឋាភិបាលគេចង់ឲ្យបថងឋានហ្នឹងមកនៅខ្មែរផងមើលទៅដូចជាត្រូវគ្នាចាក់ទឹករំលឹកជាមួយខ្មែរឃើញទេភាគីថៃគឺគេនៅតែគិតថាភាពស្និទ្ធស្នាលរវាងគ្រួសារតកូលហ៊ុននិងតកូលថៃស៊ីននេះណាគឺធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិរបស់គេអីអញ្ចឹងទៅតកតងនឹងការចរចាអីហ្នឹងគេថាធ្វើមិនបានជោគជ័យទេដោយសារតែយើងមានភាពជជែកគ្នាក្រៅផ្លូវការក្រោមតុកអីអញ្ចឹងទៅហើយអាការហ្នឹងគឺគេចោទឥឡូវហ្នឹងគឺវាលាតត្រដាងការពិតឲ្យឃើញនៅលើគោកបែបនេះអញ្ចឹងខាងពាក្យថៃហ្នឹងគឺយើងដឹងហើយគាត់ស្នើសុំដែលយើងរៀនសូត្រហ្នឹងគឺមួយទៀតក៏យើងឃើញអំពីភាពមិនចុះសម្រុងគ្នារវាងរដ្ឋាភិបាលថៃនិងយោធាថៃដែរព្រោះយើងដឹងហើយថាវាមិនត្រូវគ្នាមិនចាំបាច់អ្នកស្រីបៃថងឋានមកនិយាយទេព្រោះយើងឃើញជាការពិតគាត់ថាអ្វីដែលគាត់និយាយជាមួយនឹងលោកហ៊ុនសែនហ្នឹងក៏វាជាការពិតដែរគឺរដ្ឋាភិបាលថៃហើយនឹងទាហានថៃអត់ត្រូវគ្នាទេនិយាយទៅប្រឆាំងរដ្ឋាភិបាលថៃរហូតអញ្ចឹងហើយបានជាគាត់អង្វរសុំឲ្យមានការយោគយល់ពីរដ្ឋាភិបាលកម្ពុជាចំពោះរដ្ឋាភិបាលថៃព្រោះរដ្ឋាភិបាលថៃអត់ចង់ធ្វើបែបហ្នឹងទេរឿងបាត់ព្រំដែនមិនមែនជាជំហានចំហរបស់រដ្ឋាភិបាលថៃទេប៉ុន្តែជារបស់យោធាតែដែលថារដ្ឋាភិបាលថៃអត់មានសិទ្ធិជំរឿនខ្ញុំនិយាយនេះអត់មានខណ្ឌជើងរដ្ឋាភិបាលថៃទេបងប្អូនខ្ញុំចង់និយាយអំពីអង្គហេតុពិតដែលបថងឋាននិយាយហើយការពិតគឺវាអញ្ចឹងមែនឯងហើយមួយទៀតគឺក៏ជាប៉ុន្តែអ្វីដែលឃើញពីស្ថានភាពនៃសារបែកធ្លាយហើយព្រឹត្តិការណ៍នឹងមកគឺយើងឃើញភាគីថៃបងប្អូនចូលចិត្តឬមិនចូលចិត្តស្ដាប់សារកន្លែងនេះខ្ញុំអត់ដឹងទេណាអ្នកស្រីបថងឋានណាបិទតែមានវ័យ38ឆ្នាំមែនណាកើតឆ្នាំ1986ប៉ុន្តែមានភាពជាចាស់ទុំចរិតជាចាស់ទុំកន្លែងហ្នឹងមួយគឺជាការពិតគាត់មានទីប្រឹក្សាមានអីជួយផ្ដល់យោបល់ភាពជាចាស់ទុំហ្នឹងខ្ញុំឲ្យថាគាត់ជាមានភាពជាចាស់ទុំដែលគួរឲ្យដែលគួរឲ្យមើលទៅឃើញថាមួយយ៉ាងរបស់គាត់ដែរហើយបងប្អូនខ្លះថាអត់ព្រមទៅសើមេដឹកនាំឯងទៅសើមេដឹកនាំគេមិនមែនទេតថភាពគឺវាអញ្ចឹងគឺគាត់ហ៊ានចេញមកសុំទោសជាសាធារណៈយើងឃើញគាត់មកសុំទោសហេបងប្អូនគាត់សុំទោសសាធារណជនថៃទូទៅថាគាត់ពិតជាសោកស្ដាយដែលមានរឿងនឹងកើតឡើងណាគាត់សុំទោសហើយគាត់សុំទោសក្នុងនាមជាជនរងគ្រោះបងប្អូនឥឡូវទីហោដូចថាយើងត្រូវគេរំលោភខ្ញុំអត់និយាយពីរឿងរំលោភព្រំដែនខ្មែរទេថៃមកដល់ម៉ោងនេះគឺជាប្រវត្តិសាស្ត្រគឺជាអ្នករំលោភដែនអធិបតេយ្យរបស់ខ្មែរទោះជាក្នុងដោយសារយោធាអីក៏ដោយប៉ុន្តែយោធាក៏តំណាងឲ្យជាតិថៃដែរដូច្នេះក្នុងន័យនេះគឺបានន័យថាថៃរំលោភដែនអធិបតេយ្យរបស់កម្ពុជាដោយឥតប្រកែកបានប្រព្រឹត្តអំពើផ្ដេសផ្ដាសដោយឥតប្រកែកបានអត់មានអ្នកណាកែប្រែរឿងនេះបានទេថៃគឺរំលោភបំពានប៉ុន្តែនៅក្នុងន័យមួយគឺបៃថងឋានគឺជាជនរងគ្រោះនៃការលួចថតសម្លេងបងប្អូនគាត់ជាជនរងគ្រោះអានោះដូចថាឥឡូវនេះជនរងគ្រោះនៃអំពើរំលោភដែលត្រូវគេរំលោភតែមកសុំទោសបងប្អូនក្រុមគ្រួសារទៅវិញដែលខ្លួនត្រូវគេរំលោភជាងការរកយុត្តិធម៌ឲ្យគេកាត់ក្តីអ្នកប្រព្រឹត្តគាត់ត្រូវទៅសុំទោសក្រុមគ្រួសារគាត់ថាសុំទោសម៉ែពុកបងប្អូនទាំងអស់ដែលខ្ញុំជ្រុលជ្រោះឲ្យគេរំលោភតែតាមពិតការរំលោភនោះក៏អត់បានដឹងខ្លួនគេលួងយកទៅរំលោភអីអញ្ចឹងទៅហើយគាត់ចេញមកសារភាពជាសុំទោសជាសាធារណៈបែបហ្នឹងអាហ្នឹងឯងដែលចង់និយាយថាវាប្លែកមួយយ៉ាងត្រង់ថាគាត់ក្មេងខ្ចីប៉ុន្តែមានភាពចាស់ទុំផ្នែកខាងហ៊ានទទួលស្គាល់កំហុសកន្លែងហ្នឹងមួយហើយគាត់ថារឿងដែលមួយទៀតដែលឃើញគឺគាត់ក៏ប្រាប់សាធារណជនថៃថាគាត់ចាប់ពីពេលនេះទៅលែងហ៊ាននិយាយគ្នាជាឯកជនជាមួយនឹងលោកហ៊ុនសែននិងភាគីកម្ពុជាទៀតហើយព្រោះលែងទុកចិត្តគាត់មិននឹកស្មានគាត់ថាគាត់និយាយទៅគាត់យកឱកាសហ្នឹងប្រលះខាងភាគីកម្ពុជាណាបងប្អូនខ្ញុំនិយាយអំពីរឿងគាត់ប្រលះភាគីកម្ពុជាវិញហើយយើងអត់ទាន់មានបកស្រាយអីបានច្រើនតបទៅវិញទេខ្ញុំឃើញថាភាគីកម្ពុជារក្សាការស្ងៀមស្ងាត់ដែរក្រោយពីដែលមានអ្នកស្រីបថងឋានប្រលះហ្នឹងគាត់ប្រលះចេះថាភាគីកម្ពុជានឹងខ្វះសិលធម៌គ្មានវិជ្ជាជីវៈលួចថតចម្លងឲ្យថតសម្លេងដោយមិនប្រាប់គ្នាឲ្យដឹងមុនថារឿងបែបនេះគឺមិនគួរសមនឹងខុសពិធីសារការទូតអីអញ្ចឹងទៅហើយគាត់ក៏បានប្រាប់ប្រជាពលរដ្ឋថៃថាគាត់មិននឹកស្មានថារឿងនេះកើតឡើងទេហើយក៏សុំទោសប្រជាពលរដ្ឋថៃដែលមានរឿងកើតឡើងប្រហែលជាសុំទោសនៅក្នុងករណីដែលអាសាឯកសារសម្ងាត់នឹងសោះដែលគាត់ធ្លួយនិយាយពីប៉ះពាល់ដល់ទី1គឺប៉ះពាល់ដល់យោធា
ទី2គឺអាចថាក្នុងនាមជាប្រជាជាតិថៃហើយទៅអង្វរសុំប្រជាជាតិឬក៏ប្រទេសមួយទៀតតទៅនឹងរឿងព្រំដែនអញ្ចឹងប៉ុន្តែគាត់ក៏បានប្រាប់ប្រជាជាតិថៃរបស់គាត់ទៀតថារឿងនេះគាត់ធ្វើដើម្បីអឺដើម្បីឲ្យមានភាពស្រស់ស្រួលគ្នាគាត់និយាយចេះឲ្យមានភាពប្រក្រតីឡើងវិញដែរហើយបទូបថយស្ថានភាពក្តៅនៅព្រំដែនអីចឹងទៅគាត់និយាយក្នុងន័យអញ្ចឹងហើយមួយទៀតគឺគាត់ប្រើពាក្យថាពេលដែលគាត់និយាយវាយប្រហារថ្នាក់ដឹកនាំយោធាហ្នឹងគឺជាល្បិចតាក់ទិកនៅក្នុងការនិយាយដើម្បីលួងចិត្តរបស់លោកហ៊ុនសែនទេព្រោះធម្មតាការងារសម្ងាត់ដែលមិនមែនជារឿងផ្លូវការគាត់តែនិយាយអញ្ចឹងដើម្បីជាល្បិចនៅក្នុងការចរចាដើម្បីឲ្យលោកហ៊ុនសែនព្រមបទូបថយកុំឲ្យតបតទៅថៃវិញអារឿងបិទព្រំដែនរឿងអីវិញអីអញ្ចឹងនៅក្នុងន័យអញ្ចឹងហ្នឹងបឋមឋានចង់និយាយប្រាប់ប្រជាជាតិថៃហ្នឹងថាអញ្ចឹងទេគាត់និយាយថាអ្វីៗដែលគាត់និយាយគឺដើម្បីប្រយោជន៍ប្រជាជាតិថៃតែវាចង់វាជារឿងសម្ងាត់គាត់ខុសឆ្គងថងថាហ្នឹងវាជារឿងសម្ងាត់ហើយមានការបែកធ្លាយបានដឹងរឿងគាត់លួចចរចាសម្ងាត់អីអញ្ចឹងទៅអាហ្នឹងជាការសំទោសរបស់គាត់ហើយគាត់មានឱកាសវាយប្រហារភាគីកម្ពុជានឹងច្រើនមែនតើហើយដោយសារតែរឿងហ្នឹងហើយយើងឃើញជាឱកាសដែលបង្ហាញឲ្យអន្តរជាតិពីដើមឡើយដូចខ្ញុំនិយាយចឹងកម្ពុជាមានដងដាវបងប្អូនមានព្រៀបលើភាគីថៃច្រើនណាស់គឺព្រៀបនិយាយបើលក្ខណៈផ្លូវច្បាប់វាយើងសឹងថាមានព្រៀបលើថៃ 100% ហ្មងដោយសារតែយើងមានសន្ធិសញ្ញាអន្តរជាតិយើងមានប្រវត្តិនៃការកាត់ក្តីនៅប្រាសាទព្រះវិហារយើងជាជនរងគ្រោះត្រូវគេធ្វើបាបហើយយើងបានយកយន្តការអន្តរជាតិខំប្រឹងសរសេរសបុតអីផ្ញើទៅ ICJ អីដើម្បីឲ្យគេជួយដោះស្រាយយើងនេះគឺជាព្រៀបខ្លាំងរបស់ខ្មែរមែនតើដែលខ្ញុំគិតថាពេលខ្លះខ្ញុំពេលដែលមានរឿងបែកធ្លាយសម្លេងនេះហ្នឹងខ្ញុំខ្លួនឯងជាខ្មែរខ្ញុំសោកស្ដាយអំពីភាពខ្លាំងរបស់យើងភាពមានព្រៀបរបស់យើងទៅគេហៅថាសាបមួយដៃប្រៃមួយចាប់បងប្អូនអ្វីដែលថាល្អច្រើនមែនតើដល់ពេលមានរឿងហ្នឹងវាធ្វើឲ្យល្អកកហើយយើងមើលសហគមន៍អន្តរជាតិដែលពីដើមឡើយមកតាមខ្ញុំតាមដានមកគឺមិនពេញចិត្តនឹងទង្វើរបស់ថៃទេសហគមន៍អន្តរជាតិសារព័ត៌មានអន្តរជាតិសរសេរដងណាមកក៏រិះគន់យោធាថៃដែរថាប្រព្រឹត្តផ្ដេសផ្ដាសស្អីអារឿងបិទព្រំដែនអារឿងធ្វើស្អីហ្នឹងគឺវាហាក់បីដូចជាមានសមានចិត្តជាមួយភាគីកម្ពុជាយើងច្រើនមែនតើដោយសារអីគេចាត់ទុកថាយើងជាជនរងគ្រោះនៃអំពើឈ្លានពានរបស់ថៃឬក៏អំពើផ្ដេសផ្ដាសរបស់ទាហានថៃណាបងប្អូនដល់តែពេលអញ្ចឹងយើងសារព័ត៌មានអន្តរជាតិហ្នឹងក៏កាលពីមុនហ្នឹងគេគ្រប់គ្រងកម្ពុជាច្រើនប៉ុន្តែឥឡូវនៅពេលដែលសារបែកធ្លាយនឹងចេញមកគឺប្រែប្រួល90ដឺក្រេបងប្អូន90ដឺក្រេហ្នឹងបានន័យថាបាត់ប្រច្រាស់មកក្រោយវិញណាពីមុនធ្លាប់គ្រប់គ្រងឥឡូវហ្នឹងស្រាប់ដើមងាករេមកវិញណាដោយសារអីខ្ញុំចង់និយាយថាសាម្ដាយប្រែមកចាប់ហ្នឹងគឺដោយសារអីទី1សារព័ត៌មានអន្តរជាតិហាក់បីដូចជារំលេចអំពីភាពចាស់ទុំរបស់ភាគីថៃទៅវិញខ្ញុំអត់មានអ្នកនិយាយគឺភាគីអន្តរជាតិសារព័ត៌មានទាំងអស់គេនិយាយគឺសារសុំទោសរបស់នាយករដ្ឋមន្ត្រីថៃហ្នឹងគឺផ្សាយឲ្យមានបទអត្ថាធិប្បាយបន្ថែមអំពីភាពចាស់ទុំហ្នឹងទៀតហើយក្នុងន័យហ្នឹងគឺជាការដាក់បន្ទុកទៅкъмភាគីកម្ពុជាយើងឲ្យមានការអាប់អោនកិត្តិយសដោយសារតែរឿងសារបែកធ្លាយនិងការលួចថតសម្លេងរបស់គេហ្នឹងបងប្អូនខាងភាគីកម្ពុជាអះអាងថាការថតសម្លេងហ្នឹងគឺដោយលោកហ៊ុនសែនគាត់ថាគាត់ថតសម្លេងដើម្បីទុកផ្ទៀងផ្ទាត់អីអញ្ចឹងទៅឱកាសដែលប្រើគឺគាត់ប្រើខ្ញុំថាការថតសម្លេងជាឯកជនជាសម្ងាត់បើទោះបីក្នុងរូបភាពណាក៏ដោយខ្ញុំអត់និយាយកាន់ជើងខាងណាទេខ្ញុំនិយាយពីករណីច្បាប់គឺជាអំពើខុសច្បាប់បាទព្រោះច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាក៏មានចែងច្បាប់របស់អង្គការសហប្រជាជាតិច្បាប់អន្តរជាតិសន្ធិសញ្ញាអន្តរជាតិអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយឬក៏ស្អីសិទ្ធិមនុស្សសកលអីលក្ខណៈគឺសុទ្ធតែមានចែងការពារសិទ្ធិឯកជនភាពនឹងគ្រប់រឿងព្រោះការដែលលួចថតហ្នឹងគឺជាអំពើខុសច្បាប់ហើយយើងមិនអាចនឹងថាបើលួចថតបានក្នុងករណីដែលភាគីដឹងមុនក៏មិនអាចយកទៅផ្សាយបានទៀតលើកឡើងតែមានការព្រមព្រៀងពីភាគីទាំងសងខាងទៀតដូច្នេះរឿងដែលថាលួចថតហ្នឹងគឺវាតឹងមែនតើ
ហើយខ្ញុំជឿថាបើយើងគ្រាន់តែធ្វើនៅក្នុងស្រុកខ្មែរយើងហ្នឹងគឺយើងដឹងតែខុសច្បាប់ហ្នឹងគឺរឿងខុសឆ្គងកើតឡើងយូរដែរហើយប៉ុន្តែដល់តែពេលជាឆាកអន្តរជាតិអ្វីដែលដូចខ្ញុំនិយាយចឹងខ្ញុំជឿថាសារដែលលោកហ៊ុនសែននិយាយជាមួយបេថងឋាននៅក្នុងសារដែលលួចថតសម្លេងហើយធ្វើឲ្យបែកធ្លាយនេះណាសារគ្មានអីខុសឆ្គងទេគឺឃើញភាពខាញ់រ៉ាញ់របស់កម្ពុជាហើយថ្នាក់ដឹកនាំកម្ពុជានេះគឺបង្ហាញអំពីភាពអស្ចារ្យរបស់ខ្លួនមែននៅក្នុងការដែលប្រាប់ថាថៃមកអង្វរខ្លួនគឺអត់មានអីប្រកែកបាននេះប៉ុន្តែគេចង់និយាយថានីតិវិធីនៅក្នុងការបានព័ត៌មានហ្នឹងគឺវាមិនសមស្របវាមិនថ្លៃថ្នូរបងប្អូនវាខុសក្រមសីលធម៌នៅក្នុងការដែលប្រព្រឹត្តហើយនឹងក៏វាខុសក្រមសីលធម៌នៅក្នុងពិធីសារការទូតហើយឥឡូវហ្នឹងចាប់ផ្ដើមមិនទុកចិត្តគ្នារវាងប្រទេសទាំងពីរបងប្អូនរឿងប្រទេសកម្ពុជានិងថៃរឿងមិនទុកចិត្តគ្នាខ្ញុំដូចអត់មានបញ្ហាអីទេព្រោះអីកម្ពុជាអត់ត្រូវការល្អោកល្អឿនអីជាមួយនឹងថៃអីទៀតទេយើងចរចាជាមួយថៃយ៉ាងម៉េចបើទាហានថៃធ្វើផ្ដេសផ្ដាស់យ៉ាងនេះវាអត់មានការចរចាគ្នាអីទៀតផងទេហើយខ្ញុំបានជម្រាបតាំងពីដើមទីមកថៃប្រព្រឹត្តផ្ដេសផ្ដាស់ច្រើនយ៉ាងនេះរឿងអីយើងចរចាគ្នាទេវាអត់មានអីចរចាទេយើងចាំតែត្រៀមទប់កុំឲ្យថៃឈ្លានពានកាន់តែខ្លាំងទៅការពារបូរណភាពនិងអធិបតេយ្យរបស់យើងហើយលើកទឹកចិត្តកងទ័ពយើងឲ្យមាំមួនហើយប្តឹងរឿងហ្នឹងទៅតុលាការអន្តរជាតិគឺជាការស្រេចហើយបើថាថៃបិទព្រំដែនយើងបិទព្រំដែនដែរទៅអាហ្នឹងគឺយើងតបគេហៅថ្មិញសងដោយថ្មិញនៅក្នុងករណីដែលថាមិនបានឆ្លងចូលទៅដែនអធិបតេយ្យរបស់អ្នកទេគឺយើងប្រើសិទ្ធិស្របច្បាប់ជាម្ចាស់ផ្ទះនៅក្នុងការដោះស្រាយបញ្ហាខ្ញុំចង់និយាយចឹងណាហើយរឿងហ្នឹងគឺអត់កើតសង្គ្រាមទេនៅពេលដែលយើងធ្វើបែបហ្នឹងគឺសង្គ្រាមមិនអាចកើតឡើងបានដោយសារតែយើងបានន័យថាយើងទៅរកវិធីដោះស្រាយតាមសន្តិវិធីដែរទេ